ក្នុងភូមិហ្នឹងគឺវាមានរឿងរ៉ាវមានអីដែលគេកាប់សម្លាប់មានខ្មោចមានអីចឹងណាហើយនៅពេលដែលគាត់បានមកដល់ខ្ទមហ្នឹងចឹងគឺគាត់មានអារម្មណ៍ឆ្ងល់ដែរគាត់ឆ្ងល់ថានៅនេះអត់មានមនុស្សរស់នៅទេហេតុអីបានជាខ្ទមហ្នឹងគឺដូចមានអ្នកសម្អាតមានអីរងថ្ងៃចឹងហើយវាអត់មានសម្រាមសូម្បីតែមួយហ្មងអញ្ចឹងហើយគាត់ក៏អស់ជំរឿនដែរសារគាត់ទៅភៀសខ្លួនគាត់រត់មកពីឆ្ងាយដែរអញ្ចឹងទៅគាត់ដឹងថាទៅណាទៀតអញ្ចឹងហើយគាត់ក៏សម្រាកនៅក្នុងខ្ទមនឹងអញ្ចឹងទៅហើយគាត់ក៏បានសម្រាកនៅទីនឹងអញ្ចឹងទៅប៉ុន្តែនៅពេលដែលចន្លោះពេលដែលគាត់សម្រាកហ្នឹងគឺគាត់ឮសំឡេងដូចមនុស្សដើរអញ្ចឹងណាដូចមនុស្សដើរដូចអ្នកភូមិកំពុងតែរស់នៅក្នុងនឹងអញ្ចឹងទៅហើយគាត់ក៏ពេលលឺហ្នឹងគាត់អត់ដឹងថាជាអីអញ្ចឹងគាត់ស្មានតែជាប្រជាជនគេមកអញ្ចឹងហើយគាត់ក៏គាត់សប្បាយចិត្តហើយគាត់រំ